ខ្ញុំបានប្រើ AI ជួយដល់ការសិក្សារបស់ខ្ញុំអស់រយៈពេល2ឆ្នាំហើយនេះគឺជាលទ្ធផលដែលខ្ញុំទទួលបានដំបូងឡើយខ្ញុំប្រើ AI ច្រើនខ្លាំងមែនទែនទាំងកិច្ចការងារទូទៅនិងសូម្បីតែអ៊ីមែលទៅគ្រូដំបូង AI ធ្វើឲ្យការងារខ្ញុំលឿនខ្លាំងមែនទែនខ្ញុំបានធ្វើការងារនោះលឿនប្រៀបដូចជាខ្ញុំមានជំនួយការដ៏ឆ្លាតវៃមួយអញ្ចឹងបន្ទាប់មកខ្ញុំក៏លែងចាំនៅ idea របស់ខ្ញុំមិនយល់នៅការងាររបស់ខ្លួនឯងហើយក៏មិនចាំថាខ្លួនឯងធ្លាប់បានធ្វើវាឬក៏អត់ខួរក្បាលរបស់ខ្ញុំក៏ចាប់ផ្ដើមស្ពឹកដោយសារខ្ញុំឲ្យ AI ធ្វើការងារច្រើនពេកហើយការគិតនិងសរសេររបស់ខ្ញុំក៏ចាប់ផ្ដើមធ្លាក់ខ្សោយតាំងពីពេលនោះមកខ្ញុំក៏ចាប់ផ្ដើមប្រើ AI ខុសពីមុនខ្ញុំលែងឲ្យ AI គិតចំនួនខ្ញុំចាប់ផ្ដើមប្រើខួរក្បាលខ្ញុំឡើងវិញដោយបង្កើតនៅ idea ថ្មីផ្ទាល់ខ្លួនសរសេរនៅអ្វីដែលខ្លួនចង់សរសេរនិងបានឲ្យ AI ជួយទៅលើកិច្ចការងារតូចៗតែប៉ុណ្ណោះធ្វើឲ្យត្បិតតែរៀងយឺតនិងមិនងាយស្រួលដូចមុនក៏ពិតមែនប៉ុន្តែខ្ញុំចាប់ផ្ដើមមានការគិតនិងច្នៃប្រឌិតឡើងវិញហើយនេះគឺជាអ្វីដែលសំខាន់យូរៗទៅការគិតនិងភាពច្នៃប្រឌិតរបស់ខ្ញុំក៏ចាប់ផ្ដើមមកវិញហើយខ្ញុំលែងប្រើ AI ច្រើនដូចមុនទៀតហើយបើអ្នកប្រើ AI ដូចខ្ញុំពីមុនសូមគិតម្ដងទៀតហើយសួរខ្លួនឯងថាតើយើងជាអ្នករៀនឬក៏ AI ជាអ្នករៀន